ជាដំបងខ្ញុំបាននឹងតំណាងឲ្យក្រុមរបស់ខ្ញុំទាំងមូលសូមគោរពនឹងជំរាបសួរទៅកាន់លោកគ្រូផងដែរហើយនេះខ្ញុំមានកិត្តិយសមែនទែនដែលបានមកធ្វើនៅ slide រួចរាល់ហើយក៏បានធ្វើបង្ហាញ presentation តាមរយៈធ្វើជាវីដេអូដើម្បីជូនទៅលោកគ្រូហើយពួកខ្ញុំគឺមកពីក្រុមទី12ដែលមានសមាជិក4នាក់អញ្ចឹងតទៅទៀតខ្ញុំសូមណែនាំពីក្រុមរបស់ខ្ញុំបាទឈ្មោះឡៃសុភីហើយមិត្តភក្តិរបស់ខ្ញុំឈ្មោះលេងជាលឹមវណ្ណាមេងហុងនិងហាហ្វីរ៉ាអូខេអញ្ចឹងពួកយើងគឺធ្វើទៅជាមួយនឹង software defined networking ដែលជា assignment លោកគ្រូបានផ្ដល់ឲ្យពួកយើងបានស្រាវជ្រាវជាមួយនឹងគ្នាតាមរយៈអ៊ីនធឺណិតជាច្រើនអូខេអញ្ចឹងគូយើងបានប្រមូលបានទិន្នន័យច្រើនដែរប៉ុន្តែនេះគឺយើងលើកតែ4ចំណុចធំៗទេតែជាមួយនឹង content ហើយចំណុចទី1គឺមាននៅលើ introduction of software defined networking ទី2 software defined networking SDN history yes history ហើយទាំងទី3 definition of software defined networking ទី4អញ្ចឹងទៅអញ្ចឹងពួកយើងបែងចែកជា4នេះដើម្បីងាយស្រួលពួកយើងធំហ្នឹងដើម្បីងាយស្រួលពួកយើងនៅក្នុងការចែកចំណុចជំធ្វើអញ្ចឹងទៅលោកគ្រូបាទអញ្ចឹងបន្តមកទៀតsorry ហ្នឹងហើយគឺ introduction to software defined networking គឺខ្ញុំជាអ្នកជាអ្នកពយល់ហើយបន្តទៀតអញ្ចឹងអូខេអញ្ចឹងដើម្បីកុំឲ្យខាត់ពេលវេលាយូរខ្ញុំសូមចូលទៅតើអ្វីគឺជា software networking ហើយនឹងខ្ញុំនិយាយពី introduction របស់វាអូខេអញ្ចឹងទី1គឺ what is software defined networking អញ្ចឹង software defined networking បើតាមការ translate ក៏ដូចជាការយល់ឃើញរបស់ពួកយើងគឺជាបច្ចេកវិទ្យាដែលត្រូវបានជំរុញដោយអ្នកលក់ឬក៏អ្នកប្រើនៅក្នុងឧស្សាហកម្ម ICT ហ្នឹងដើម្បីឲ្យ network software ឬក៏ការងាររបស់គាត់ហ្នឹងមានការដោះស្រាយបានយ៉ាងងាយស្រួលអូខេដោយប្រើមធ្យោបាយនៃកម្មវិធីបណ្ដាញដែលនឹងធ្វើដោយស្វ័យប្រវត្តិហើយវាចែកចាយសេវាកម្មមកវិញហ្នឹងទៅគ្រប់បណ្ដាញអញ្ចឹងនៅក្នុង SDN network controller ឬក៏ control plane ត្រូវបានផ្ដាច់ចេញពី data plane ហើយក៏បញ្ជូនបន្តទៅកាន់ឧបករណ៍កណ្ដាលដែលជាទូទៅជាកម្មវិធីដែលដំណើរការនៅលើម៉ាស៊ីនមេហ្នឹងឯងអូខេហើយលើពីហ្នឹងក៏យើងមានបញ្ជាក់អំពីនិយមន័យបន្ថែមទៀត software defined networking ឬក៏ SDN ហ្នឹងគឺជាវិធីសាស្ត្រសម្រាប់ឲ្យយើងគ្រប់គ្រងបណ្ដាញដែលបំបែកវាមានលក្ខណៈថាបំបែកទិន្នន័យបានឧទាហរណ៍ថាយើងថតបញ្ជាមួយគ្មានរបស់ទេប៉ុន្តែយើងអាចបញ្ជាបានហ្នឹងវាត្រូវចាត់ទុកថាជាទៅប៉ុន្តែវាជាខួរក្បាលរបស់បណ្ដាញ SDN ដែលវាមានភាពឆ្លាតវៃមែនតើតាមចំណុចហ្នឹងហើយវាធ្វើការជាមួយគ្នាយើងពឹងទៅលើមើលរូបភាពនេះទៅយើងមាន3ទៅទៅជាមួយនឹងលេខនេះគឺមានទៅលើ infrastructure tires control tire and application tires នៅក្នុង3ហ្នឹងនេះទី1យើងមាន switch មាន SDN controller application ហើយនៅក្នុងការធ្វើតំណែងរបស់វាទី1បើសិនជាយើងធ្វើ switch នៅក្នុងជាមួយនឹង SDN controller វាឆ្លងកាត់ទៅលើ southbound interface ដល់ពេល SDN controller វាទៅជាមួយនឹង application វាឆ្លងកាត់ទៅលើ southbound interface northbound interface អញ្ចឹងរូបភាពនេះគឺមានប៉ុណ្ណឹងទៅជាមួយនឹង slide ទី1តោះមកយើងទៅ slide បន្តទៀតអូខេឡើយនេះគឺសារៈសំខាន់ហើយអ្វីបានជា SDN មានសារៈសំខាន់អញ្ចឹងតែអញ្ចឹងរូបទៅខ្លីSDN មានសារៈសំខាន់វាផ្ដល់នូវប្រតិបត្តិការបណ្ដាញលើវិធីក្នុងរចនាឬសាងសង់នៅដំណើរការបណ្ដាញរបស់ពួកគេគឺវាបានល្អនិងមានភាពបត់បែនអញ្ចឹងទៅហើយបន្តមកទៀតវាបង្កើនការគ្រប់គ្រងបានល្អនិងលឿនហើយនឹងមានភាពបត់បែនមួយទៀតគឺទៅជាមួយនឹងការប្រើ SDN ហ្នឹងវាមានភាពសុវត្ថិភាពរឹងមាំហ្នឹងហើយចំពោះឡើយនេះគឺទៅជាមួយ SDN ដែលជាទូទៅត្រូវបានបញ្ជូនចរាចរណ៍ទៅក្នុងកម្មវិធីហើយចាក់ចេញពី data plane ដែលពិតជាបញ្ជូនចរាចរណ៍នៅក្នុងហ្នឹងទៅមួយ hardware វាបញ្ជូនទៅក្នុង hardware វិញហើយមាន3ផ្នែកនៃឧស្សាហកម្ម SDN ធម្មតាវាអាចមានទីតាំងនៅទីតាំងជាក់ស្ដែងផ្សេងគ្នាហើយឡើយនេះ
trong như ta cam thì đại tệ tương nâng sum nạ thôn thiênឬព័ត៌មានអំពីបណ្ដាញទិន្នន័យ controller ដែលប្រើព័ត៌មានពីកម្មវិធីដើម្បីសម្រេចពីរបៀបចែកចាយកញ្ចប់ទិន្នន័យនឹងតែម្ដងអត្ថប្រយោជន៍នៃបណ្ដាញដែលកំណត់ដោយកម្មវិធី SDN ឬក៏ Software Defined Networking ហ្នឹងសេវាកម្មនិងកម្មវិធីជាច្រើននាពេលបច្ចុប្បន្ននេះជាពិសេសនៅពេលដែលពួកគេពាក់ព័ន្ធដែលពួកគេប្រើប្រាស់ពាក់ព័ន្ធជាមួយនឹង cloud គឺมันអាចដែលដំណើរការដោយគ្មាន SDN នឹងបានទេ Yes ឧទាហរណ៍ថាការបែងចែកបណ្ដាញនិម្មិតដោយប្រើបច្ចេកទេសដែលហៅថា Network Function Visualization អញ្ចឹងអក្សរកថា NFV ហ្នឹងអនុញ្ញាតឲ្យអ្នកផ្ដល់សេវាកម្មទូរគមនាគមន៍ផ្លាស់ប្ដូរសេវាកម្មអតិថិជនទៅកាន់ម៉ាស៊ីនមេដែលមានតម្លៃទាបឬសូម្បីតែម៉ាស៊ីនមេផ្ទាល់ខ្លួនឯងម៉ាស៊ីនមេផ្ទាល់របស់អតិថិជនផងដែរ Yes អញ្ចឹងកន្លែងនេះរូបភាពហ្នឹងគឺតាំងជាមួយនឹង cloud បន្តិចទេហើយនឹង hardware តទៅមកទៀតយើងមានទៅលើភាពខុសគ្នារវាង model of SDN យ៉ាអញ្ចឹងកន្លែងនេះគឺពឹងទៅលើរូបភាពវាមានការបើក SDN និយាយ API ហើយមានទៅលើ SDN តាមរយៈ overlays ដែលមានមូលដ្ឋានលើ hypervisors SDN បន្ថែមទៀតអូខេនេះបើរូបភាពទី1ថាដើម្បី open SDN នៅក្នុងនោះមាន SDN application ហើយបន្តមកទៀតជាជូនទិន្នន័យទៅកាន់ controller ហើយ controller វាបែងចែកទៅជាវាបញ្ជូនទៅផ្សេងទៀតហើយគេថា overflow ហ្នឹងហើយបញ្ជូនទៅកាន់ network device ជា network device ទាំងអស់អូខេចំពោះទាំងនៅខាងស្ដាំនេះផងដែរគឺទៅជាមួយនឹង software defined networking គឺជាឥឡូវនេះយើងជាវិធីសាស្ត្រវិញអញ្ចឹងវាជាវិធីសាស្ត្រមួយនៅក្នុងការគ្រប់គ្រងបណ្ដាញកុំព្យូទ័រដែលបំបែកយន្តហោះបញ្ជាឬក៏មិនយន្តហោះបញ្ជាដែលពីយន្តហោះទិន្នន័យមិនយន្តហោះបញ្ជាពីយន្តហោះទិន្នន័យហើយអូខេនេះការបំបែកនេះអនុញ្ញាតឲ្យមានការកំណត់រចនាសម្ព័ន្ធបណ្ដាញដែលមានប្រសិទ្ធភាពនិងកម្មវិធីកាន់តែខ្ពស់កាន់តែច្រើនហើយវាធ្វើឲ្យមានភាពប្រសើរឡើងនៅដំណើរការបណ្ដាញនិងការត្រួតពិនិត្យអញ្ចឹងយើងពឹងទៅលើរូបភាពគេថាទី1គឺ software defined networking ហើយបន្តមកទៀតគឺមានទៅលើ pool of application server វាមានទាំងមួយ server ហើយវាដំណើរការពាក់ព័ន្ធជាមួយនឹង data plan ហើយ yes បន្តមកទៀតមានទៅលើ control plan ហើយ data plan ហ្នឹងគឺជា switch control plan ហ្នឹងគឺជា SDN controller បន្តមកទៀតវាបញ្ជូនតម្លៃហ្នឹងឬក៏បញ្ជូនទិន្នន័យហ្នឹងទៅកាន់ application វាជាកុំព្យូទ័ររបស់ពួកយើងកុំព្យូទ័រដែលប្រើប្រាស់ហ្នឹងឯងគេបានច្រើនអញ្ចឹងវានេះគឺមាន4អូខេអញ្ចឹងនេះជាការបញ្យល់របស់ខ្ញុំទៅជាមួយនឹងចំណុចទី1 introduction ហើយចំណុចទី2លោកជួបជាមួយនឹងមិត្តភក្តិខ្ញុំបន្តទៀតអញ្ចឹងខ្ញុំជាដំបូងខ្ញុំសូមជំរាបសួរដល់លោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះលេងសិលីមមកពីក្រុម12នៅ ES3 ខ្ញុំឡើងមកប្រសិនហ្នឹងគឺបកស្រាយពីចំណុចទី2គឺប្រវត្តិ software defining networking ប្រវត្តិនៃ software defining networking ហ្នឹងត្រូវបានតាមដានត្រឡប់ទៅការបំបែកនៃការគ្រប់គ្រងនិង data plan ដែលប្រើជាលេខដំបូងនៅក្នុងបណ្ដាញទូរស័ព្ទដែលត្រូវបានបដូរជាសាធារណៈវាផ្ដល់នូវលក្ខណៈនៃការសម្រួលដល់ការផ្ដល់និងការគ្រប់គ្រងជាច្រើនឆ្នាំមុនពេលដែលស្ថាបត្យកម្មត្រូវបានប្រើនៅក្នុងបណ្ដាញទិន្នន័យប្រវត្តិ software defining networking ហ្នឹងគឺយើងបែងចែកជាពីរចំណុចគឺទី1គឺវិស្វកម្មអ៊ីនធឺណិតនិងទី2គឺ software defining networking architecture ក្រុមវិស្វកម្មអ៊ីនធឺណិតគឺត្រូវបានចាប់ផ្ដើមពិចារណាលើវិធីផ្សេងៗដើម្បីបំបែកមុខងារគ្រប់គ្រងនិងបញ្ចូលទិន្នន័យនៅក្នុងស្តង់ដារចំណុចប្រទាក់ដែលបានស្នើឡើងដែលបានបោះពុម្ពក្នុងឆ្នាំ2004ដែលមានឈ្មោះថា forwarding and control element separation ក្រុមការងារ for CES ក៏បានស្នើសុំស្ថាបត្យកម្ម soft router ដៃគូដែរស្តង់ដារដំបូងបន្ថែមពី IETF ដែលបន្តការគ្រប់គ្រងដាច់ដោយឡែកពីទិន្នន័យរួមមាន Linux Netlink
ជាកម្មវិធីការសេវាកម្ម IP និងស្ថាបត្យកម្មដែលមានមូលដ្ឋានលើផ្លូវគណនា PCE ការប៉ុនប៉ងដំបងទាំងនេះគឺត្រូវបានបរាជ័យដោយទទួលការអូសទាញហេតុផលមួយគឺថាមនុស្សជាច្រើនក្នុងសហគមន៍អ៊ីនធឺណិតត្រូវបានចាត់ទុកថាការបំបែកការគ្រប់គ្រងពីទិន្នន័យជាហានិភ័យជាពិសេសដោយសារតែសក្តានុពលនៃការបរាជ័យនៅក្នុងយន្តហោះគ្រប់គ្រងហេតុផលមួយទៀតគឺអ្នកលំមានការព្រួយបារម្ភថាការបង្កើតចំណុចប្រតិវិធីសាស្ត្រស្តង់ដាររវាងការគ្រប់គ្រងនិងផែនការទិន្នន័យនឹងនាំឲ្យមានការប្រកួតប្រជែងកាន់ឡើងការប្រើប្រាស់កម្មវិធីប្រភពបើកចំហនៅក្នុងស្ថាបត្យកម្មដែលបំបែកចេញពីគ្នាទាំងនេះបានតាមដានឬគល់រវាងចំពោះគម្រោង Einstein នៅនាយកដ្ឋានវិទ្យាសាស្ត្រកុំព្យូទ័រនិង Stanford ការរចនាកុងតាក់សាមញ្ញរបស់ Einstein បាននាំទៅដល់ការបង្កើត Open Flow ហើយ API សម្រាប់ Open Flow ត្រូវបានបង្កើតឡើងក្នុងឆ្នាំ2008ក្នុងឆ្នាំដដែលនោះNOx ដែលជាប្រព័ន្ធប្រតិបត្តិការសម្រាប់បណ្ដាញត្រូវបានបង្កើតឡើងការស្រាវជ្រាវ Software Defined Networking រួមបញ្ចូលកម្មវិធីត្រាប់តាមដូចជា VSDNet VSDN Email និង STNet និង Mininet ការងារនៅលើ OpenFlow បានបន្តនៅលើ Stanford រួមទាំងការបង្កើតTestbed ដើម្បីវាយតម្លៃការប្រើប្រាស់វិធីការនៅក្នុងបណ្ដាញសាខាតែមួយក៏ដូចជានៅទូទាំងវ៉ានជាឆ្អឹងខ្នងសម្រាប់ភ្ជាប់សាខាជាច្រើនផងដែរនៅក្នុងការកំណត់ការសិក្សាមានបណ្ដាញស្រាវជ្រាវនិងផលិតកម្មជាច្រើនដោយផ្អែកលើការបដូរ OpenFlow និង NEC និង Hewlett Packard ក៏ដូចជាបណ្ដាញដែលផ្អែកលើប្រអប់សាររបស់ Quantum Computer ដែលចាប់ផ្ដើមប្រហែលជាឆ្នាំ2009លើពីនេះការសិក្សាការដាក់ពង្រាយលើដំបូងនៃ Nicira ក្នុងឆ្នាំ2010គ្រប់គ្រងគឺ Before របស់ Google ក្នុងឆ្នាំ2012ក្រោយមក Google បានប្រកាសពីការដាក់ពង្រាយ OpenFlow Onyx ដំបូងនៅក្នុងមជ្ឈមណ្ឌលទិន្នន័យការដាក់ពង្រាយធំមួយទៀតគឺនៅ China Mobile មូលនិធិបណ្ដាញបើកចំហត្រូវបានបង្កើតឡើងក្នុងឆ្នាំ2011ដើម្បីផ្សព្វផ្សាយ Software Defined Networking និង OpenFlow នៅឯ Interop និង TechFileនៅឆ្នាំ2014បណ្ដាញដែលកំណត់ដោយកម្មវិធីត្រូវបានបង្ហាញដោយ Avaya ដោយបើកការភ្ជាប់ផ្លូវខ្លីបំផុតនិង OpenStack ជាបរិវេណស្វ័យប្រវត្តិពង្រីកស្វ័យប្រតិបត្តិកម្មពីមជ្ឈមណ្ឌលទិន្នន័យទៅឧបករណ៍ចុងក្រោយនិងដកចេញការផ្ដល់ដោយដៃពីការចែកចាយសេវាកម្មចំណុចទី2នោះគឺ Software Defined Networking Architecture នៅក្នុង Traditional Network កុងតឺនីមួយៗមានការ Control Plane និង Own Data Plane ការផ្លាស់ប្ដូរព័ត៌មាន Topology ដើម្បីបង្កើតតារាងបញ្ចូលបន្តដែលសម្រេចចិត្តកន្លែងដែលត្រូវផ្ញើកញ្ចប់ទិន្នន័យនៅក្នុង Software Defined Networking Control Plane គឺត្រូវបានគេដកចេញពីកុងតាក់ហើយបានកំណត់ទៅឧបករណ៍បញ្ជា SDN កណ្ដាលនេះអនុញ្ញាតឲ្យអ្នកគ្រប់គ្រងបណ្ដាញគ្រប់គ្រងចរាចរណ៍ពីកុងសូលតែមួយជំនួសឲ្យការកំណត់កុងតាក់នីមួយៗដាច់ដោយឡែកData Plane ដែលស្ថិតនៅក្នុងកុងតាក់បញ្ចូលបន្តកញ្ចប់ព័ត៌មានដែលផ្អែកលើតារាងលំហដែលកំណត់ដោយឧបករណ៍បញ្ហាតារាងទាំងនេះមានកន្លែងគូផ្គង
នឹងណែនាំដូចគ្នាបើសិនបានកញ្ចប់ព័ត៌មានមិនត្រូវគ្នានឹងធាតុណាមួយទេកង្កាក់តាក់ទងឧបករណ៍នឹងមានបញ្ហាដែលដល់ធាតុលំហថ្មីដើម្បីសម្រេចនៅផ្លូវរបស់កញ្ចប់ព័ត៌មានស្ថាបត្យកម្ម Software Defined Networking ធម្មតាមាន3ស្រទាប់ចំណុចរបស់ខ្ញុំមានតែប៉ុណ្ណឹងសូមអរគុណនិងជំរាបលាជំរាបសួរលោកគ្រូនិងសួស្តីមិត្តភក្តិទាំងអស់គ្នាខ្ញុំបាទឈ្មោះមណាមេហុងមកពីក្រុម12នៃថ្នាក់ E3 ថ្ងៃនេះខ្ញុំនិយាយពី limitation of software defined networking ស្ថាបត្យកម្មsoftware defined networking បំបែកការគ្រប់គ្រងបណ្ដាញ control plan និងមុខងារបញ្ជូនបន្ត data plan ដែលអនុញ្ញាតឲ្យការគ្រប់គ្រងបណ្ដាញក្លាយជាកម្មវិធីផ្ទាល់ហើយរចនាសម្ព័ន្ធត្រូវបានដកចេញពីកម្មវិធីនិងសេវាកម្មបណ្ដាញស្ថាបត្យកម្ម Software Defined Networking គឺអាចសរសេរកម្មវិធីដោយផ្ទាល់ការគ្រប់គ្រងបណ្ដាញអាចសរសេរកម្មវិធីដោយផ្ទាល់ព្រោះវាត្រូវបានកាត់ចេញពីមុខងារបញ្ជូនបន្តភាពរហ័សរហួនការគ្រប់គ្រងអរូបីនៃការបញ្ជូនបន្តអនុញ្ញាតឲ្យអ្នកគ្រប់គ្រងការតម្រូវលំហូរចរាចរណ៍ឆ្លងកាត់បណ្ដាញដើម្បីបំពេញតម្រូវការផ្លាស់ប្ដូរគ្រប់គ្រងដោយកណ្ដាល Network Intelligence គឺជាកណ្ដាលកំណត់ហេតុនៅក្នុងឧបករណ៍បញ្ជា Software Defined Networking ដែលមានមូលដ្ឋានលើកម្មវិធីដែលរក្សាទិដ្ឋភាពសកលនៃបណ្ដាញលេចឡើងចំពោះកម្មវិធីនិងម៉ាស៊ីនគោលនយោបាយជាកុងសូលវិទ្យាតែមួយការកំណត់រចនាសម្ព័ន្ធកម្មវិធី Software Defined Networking អនុញ្ញាតឲ្យអ្នកគ្រប់គ្រងបណ្ដាញកំណត់រចនាសម្ព័ន្ធគ្រប់គ្រងធានាសុវត្ថិភាពនិងបង្កើនប្រសិទ្ធភាពធនធានបណ្ដាញយ៉ាងឆាប់រហ័សតាមរយៈកម្មវិធី Software Defined Networking ស្វ័យប្រវត្តិថាមវន្តដែលពួកគេអាចសរសេរដោយខ្លួនឯងបានព្រោះកម្មវិធីនេះមិនពឹងផ្អែកលើកម្មវិធីដែលមានកម្មសិទ្ធិផ្អែកលើស្តង់ដារបើកចំហនិងអព្យាក្រឹតភាពអ្នកលក់នៅពេលធ្វើតាមស្តង់ដារបើកចំហ Software Defined Networking សម្រួលការរចនាបណ្ដាញនិងប្រតិបត្តិការព្រោះការណែនាំត្រូវបានផ្ដល់ដោយឧបករណ៍បញ្ជា Software Defined Networking ជំនួសឲ្យឧបករណ៍និងពិធីការជាក់លាក់របស់អ្នកលក់ជាច្រើនកម្មវិធី Software Defined Networking ដែលតាក់ទងនឹងតម្រូវការបណ្ដាញរបស់ពួកគេនិងឥរិយាបថបណ្ដាញដែលគេចង់បានទៅឧបករណ៍បញ្ជា Software Defined Networking តាមរយៈ Node Interface ហៅកាត់ NBI ឧបករណ៍បញ្ជា Software Defined Networking គឺជាអង្គភាពវិជាកណ្ដាលដែលទទួលបន្ទុកបកប្រែតម្រូវការពីស្រទាប់កម្មវិធី Software Defined Networking ចុះទៅ Software Defined Networking Data Path និង II ការផ្ដល់កម្មវិធី Software Defined Networking ជាមួយនឹងទិដ្ឋភាពអរូបីនៃបណ្ដាញដែលអាចរួមបញ្ចូលសិទ្ធិនិងប្រតិបត្តិព្រឹត្តិការណ៍ Software Defined Networking Data Path ហ្នឹងគឺជាឧបករណ៍បណ្ដាញ logical ដែលបង្ហាញពីភាពមើលឃើញនិងការគ្រប់គ្រងដែលមិនអាចប្រៀបផ្ទឹមនឹងលើសពីសមត្ថភាពបញ្ជូនបន្តនិងដំណើរការទិន្នន័យរបស់វាការគ្រប់គ្រងកម្មវិធី Software ការគ្រប់គ្រងកម្មវិធីនៃព្រឹត្តិការណ៍បញ្ជូនបន្តទាំងអស់រួមមានសមត្ថភាពផ្សាយពាណិជ្ជកម្មរបាយការណ៍សិទ្ធិនិងការបញ្ជូននិងការជូនដំណឹង
ព្រឹត្តិការណ៍តម្លៃមួយនៃ software defined networking ស្ថិតនៅក្នុងការរំពឹងទុកថា CDPI ត្រូវបានអនុញ្ញាតកម្មវិធីបើកចំហអព្យាក្រឹតអ្នកលក់និងអន្តរប្រតិបត្តិការជម្រាបសួរលោកគ្រូនិងសួស្តីមិត្តភក្តិទាំងអស់គ្នាខ្ញុំបាទឈ្មោះហាវិរៈនៅក្រុម12នៃក្រុម ESRI បានធ្វើការបកស្រាយចំណុចទី4របស់ Defining Networking សារៈសំខាន់របស់ Defining Networking វាមានច្រើនប្រភេទដូចជាការគ្រប់គ្រងបណ្ដាញកាន់តែងាយស្រួលដោយមានការជាក់លាក់លើបណ្ដាញវាអាចកំណត់រចនាសម្ព័ន្ធនិងគ្រប់គ្រងបណ្ដាញកាន់តែមានប្រសិទ្ធភាពខ្ពស់បង្កើតបណ្ដាញមានល្បឿននិងប្រសិទ្ធភាពខ្ពស់ដោយអាចកំណត់ទិសដៅនិងការបញ្ចូលទិន្នន័យនិងប្រើប្រាស់សេវាកម្ម load balancing បណ្ដាញអាចធ្វើការបានល្អប្រសើរជួយសម្រួលនិងអភិវឌ្ឍបណ្ដាញ cloud និង visualization ដោយការកំណត់បណ្ដាញអាចអនុញ្ញាតឲ្យបណ្ដាញធ្វើការល្អសម្រាប់បណ្ដាញ cloud និងបច្ចេកវិទ្យា visual machine ដែលត្រូវការជាចាំបាច់កាត់បន្ថយការចំណាយដោយ software Defining Networking វាអាចកាត់បន្ថយការចំណាយទៅលើម៉ាស៊ីនដែលថ្លៃនិងធ្វើការយ៉ាងមានប្រសិទ្ធភាពខ្ពស់ជាងម៉ាស៊ីនទូទៅបង្កើនការគ្រប់គ្រងទិន្នន័យជួយបង្កើនការគ្រប់គ្រងនិងត្រួតពិនិត្យទិន្នន័យដែលនៅលើបណ្ដាញដើម្បីធានានៅការផ្សព្វផ្សាយទិន្នន័យបានយ៉ាងមានប្រសិទ្ធភាពខ្ពស់បាទលោកគ្រូអញ្ចឹងវីដេអូ presentation របស់ពួកយើងគឺមានចំនួនប៉ុណ្ណឹងឯងនៅកសោពេលតូចនៅក្នុងការរកកំហុសខុសឆ្គងផ្សេងជាចុងក្រោយខ្ញុំតំណាងឲ្យក្រុមជំនុំមួយសូមអរគុណទៅដល់លោកគ្រូដែលបានបង្ហាត់បរិញ្ញានៅក្នុងជំនួយទី1នេះដែលមានដូចជាការចែករំលែកនៅចំណេះដឹងជាច្រើនហើយក៏ដូចជាផ្ដល់នូវឱកាសឲ្យពួកយើងបានសិក្សាស្រាវជ្រាវហើយក៏អនុវត្តបន្តច្រើនផងដែរអញ្ចឹងពួកយើងមានតែសូមអរគុណទៅដល់លោកគ្រូហើយសូមឲ្យលោកគ្រូជួបតែនៅពុទ្ធពរនិងពុទ្ធការគឺអាយុវណ្ណៈសុខៈពលៈនិងកំបីនិងបដិធានកំបីពីឡើយអរគុណច្រើនលោកគ្រូសូមជម្រាបលា